បងប្អូនទាំងអស់គ្នាជួបគ្នាសាជាថ្មីនៅក្នុងខេត្តកំពតនៅរមណីយដ្ឋានដងទេបងប្អូនចានេះច្រកផ្លូវចូលរមណីយដ្ឋានដងទេរបស់យើងហើយជាខ្ញុំនឹងបងប្អូនចូលទៅខាងក្នុងចាឥឡូវថាតើសកម្មភាពមានអីគេខ្លះនៅខាងក្នុងមនុស្សអបែបណាតោះចូលទៅមើលជាមួយនឹងខ្ញុំទាំងអស់គ្នាតា Let's go ចាបងប្អូនឬចាស់ដូចខ្ញុំចាស់ខ្ញុំជួយចិត្តតែនំចឹងទេឲ្យនំបែបអឺរ៉ុបអីអូយសំទោសបងប្អូនអើយអត់សូវជាចំណូលដូចប្រហែលទេបាននំសូយនំចាក់ចូលនំពុំអីចឹងណាហើយបែរមើលសងខាងឆក់ចូលនេះគេមានលក់ជាគ្រឿងអនុស្សាវរីយ៍គេមានលក់របៀបរបៀបកញ្ចប់នំកញ្ចប់ចឹងបងប្អូនគឺលក់ហោហាយនៅតាមផ្លូវសងខាងនឹងចឹងទៅហើយយើងមានមួយតង់ទៀតគឺយើងដើរចូលទៅរមណីយដ្ឋានរបស់គេហ្មងហ្នឹងដែលនៅជាប់នឹងដៃសមុទ្រហ្មងបងប្អូនហើយគេធ្វើរបៀបបែបជាខ្មែរគេប្រក់ស្បូវចឹងណាបងប្អូននៅតាមខាងក្នុងផ្លូវនឹងចឹងទៅហើយខាងតាមផ្លូវដងផ្លូវនឹងគេមានដើមឈើសងខាងនិយាយទៅមនោរម្យមែនតែនហើយទៅជាក់ស្រួល relaxing មែនតែនហ្មងណាលំហែទៅយើងបំបត្តិ stress បាត់អីចឹងទៅហើយពេលទៀតដើរទៅមុខបន្តិចយើងដល់កន្លែងrestaurant របស់គេដែលយើងអាចកំងម្ហូបបានហើយចូលទៅដល់ខាងក្នុងនោះយើងមានតូបជាជួលសម្រាប់បងប្អូនណាដែលគាត់មានម្ហូបស្រាប់ចឹងបងប្អូនអាចគាត់ទៅជួលតូបគេទៅហើយយើងអាចចូលម្ហូបចូលញ៉ាំបានហើយអ្នកណាដែលគាត់អត់មានម្ហូបអីចឹងទៅគាត់ខ្ចប់ម្ហូបអីយកញ៉ាំខ្លួនឯងចឹងណាបងប្អូនចាហើយកន្លែងមុននេះវិញបងប្អូនគឺសកម្មភាពដែលគេលេងទឹកសមុទ្រគឺជាព្រែកនៅដៃព្រែកសមុទ្ររបស់យើងហ្នឹងហើយក្មេងៗគឺគាត់សបាយមែនតើហើយគេមានឆ្មាំប្រចាំមើលអ្នកដែលគាត់មុជទឹកអញ្ចឹងណាបងប្អូនហើយមួយទៀតអ្នកទាំងអស់គ្នាមិនឃើញនៅខាងចុងតែជាទូចតិចគេមានជីកាយៈគេមានជីម៉ូតូទឹកអញ្ចឹងគេជួលជាម៉ោងជាអីអញ្ចឹងណាបងប្អូនចាមែនប្រម៉ូទឯនេះបងប្អូនស្រីខ្ញុំអត់ទាន់មានគ្រូសាយចានេះបងប្អូនឃើញហើយគេឃើញគេជិះម៉ូតូទឹកឲ្យបងប្អូនអើយសប្បាយខ្លាំងណាស់តែចែកដល់អីនេះខ្ញុំអត់ចេះជិះទេបងប្អូនអើយកុំថាឡើយជិះម៉ូតូទឹកតែហែឲ្យទឹកឲ្យបានត្រូវជ្រុងហ្នឹងក៏មិនបានត្រូវជ្រុងដែរឃើញគេលេងចេះក៏សប្បាយជំនួសគេចឹងទៅតែឃើញគេលេងទឹកតិចតែចុះទៅអត់ទេណាខ្ញុំខ្លាចខូចសម្រស់ណាបងប្អូននេះបងប្អូនដែលខ្ញុំប្រាប់ថាមាននៅខាងក្នុងទៀតអញ្ចឹងណាហើយខាងក្នុងមួយតង់ទៀតហ្នឹងបងប្អូនអើយគឺថាគេមានជាតូបគេមានជាកន្លែងទេសភាពថតរូបអង្គុយលេងទឹកធ្លាក់ខំដើមឈើមានតូបកាហ្វេនេះគឺតូបកាហ្វេនឹងឯងចាំបងប្អូនគាត់ទៅដើរចូលទៅហើយកំងកាហ្វេហើយបន្ទាប់មកហុចលុយអីគេទៅគឺថាគេឲ្យកាហ្វេហើយបងប្អូនហើយនេះដូចជាចិត្តដូចឋានសួគ៌អញ្ចឹងអ្នកនរគ្នាឃើញគេហៅផ្សែងដូចឋានសួគ៌អញ្ចឹងទៅតំណងរបស់គេនិយាយទៅឃើញអូនម៉ាប់តូចនេះខ្ជូតតំណងរបស់គេកូនម្ដាយខ្ជូតមែនតើឥឡូវខ្ញុំទាញកាមេរ៉ានាំបងប្អូនទៅមើលកន្លែងផ្សេងទៀតហើយទៅមើលដើរទៅមើលគេមានអីគេឲ្យពីកន្លែងហ្នឹងទៀតអូនៅគេមានតូបនេះកន្លែងនេះចិត្តដល់កន្លែងខ្ញុំអង្គុយញ៉ាំអីឯងបងប្អូនហើយគេចុះដែលខ្ញុំជួលគេនេះតូបដែលខ្ញុំជួលគេនេះគឺតម្លៃ 60,000 ស្មើនឹង $15 បងប្អូនព្រោះដោយសារយើងអត់យកម្ហូបគេតែបើសិនជាយើងយកម្ហូបគេយើងទិញ3មុខទៅគេ free តូបឲ្យឯងមុខបងប្អូនខ្ញុំមុខដូចមើលមិនយល់នេះអ្នកម្ដាយថ្លើមថ្លៃម្ដាយដោយសាររវល់ហើយបើថាបងប្អូនខ្ញុំវិញគឺបានរបស់ហូបគឺថារវល់គ្មានពេលទំនេរឡើយរវល់តែម្ដងចុះនេះដៃឆ្វេងឆ្វាច់មកមេអ៊ីអើយលើកខោផងលើកអាវផងមិនដឹងជារកអីហ្នឹង
ចាអញ្ចឹងវីដេអូនេះខ្ញុំបិទគូត្រឹមអ៊ីមួយញ៉ាយអញ្ចឹងអរគុណកុំភ្លេច Subscribe Channel Rita ខ្មែរបាយបាយ